กะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គម្ចាស់សូមបង្អោនចិត្តនមស្ការចំពោះប្រជុំ3នៃបត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនិងសូមធ្វើនៅការគោរពកោតក្រែងចំពោះលោកម្ចាស់លោកដែលមានអាយុគ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងឱកាសនេះដោយសេចក្តីគោរពជ្រះថ្លានិងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទអស់លោកអ្នកសាធុសប្បុរសប្រុសស្រីទាំងអស់ដែលបានជើញមកនៅក្នុងឱកាសនេះដោយសេចក្តីរាប់អាននៅក្នុងរតិរាត្រីនេះទៀតសោតពិធីបុណ្យលាចាកសិក្ខានឹងហើយអាត្មាបានលឹកអាត្មាចេះគិតថាបុណ្យបួសអានឹងគេទេអានិសង្ឃបួសបុណ្យឆ្លងពហិគេទេអានិសង្ឃពហិហើយបុណ្យសឹកទេធួអីញោមទេធួសឹកចេះតែមានកំណត់ថាប៉ុន្តែខ្លួនឯងមានអារម្មណ៍មួយចង់សម្ដែងធម៌ទុកអវាទពាក្យចុងក្រោយប្រមាណម៉ាត់តែផ្ញើជាមួយញាតិញោមផ្ញើជាមួយកណ្ដាលចាស់ព្រះសង្ឃគ្រប់ព្រះអង្គខ្ញុំកណាត់អាត្មាកាលដែលបួសដំបូងព្រះអស់ទេសនាលើកទី1គឺទេសនាបុណ្យខ្មោចតច្រឹកណាតច្រឹកហ្នឹងនៅព្រៃមូលណាគាត់ស្លាប់នឹងទេសលើកទី1ញាតិញោមទេសបានប្រហែលជា20នាទីអីវល់រត់ធត់ទេសមិនឃើញវាផ្សំមេឃភ្លៀងឡើងខ្មៅតែនឹងឱកាសជួយមកថាអាត្មាថាញោមមកទេអាធំតាន់អស់ណាប៉ុន្តែវាមេឃខ្មៅហើយទេមិនបានតាមពិតទៅពីនេះទៅត្រៀមច្រើនដែរញោមគិតថាទេតែជាកន្លះម៉ោងអីដែរទេអត់បានកន្លះម៉ោងហើយដល់ទេសនាលើកទី1ទៀតទេលើកទី2ផ្ទះតភុកកាលហ្នឹងបុណ្យលោកគ្រូរ៉ាត់លោកមកធ្វើបុណ្យណាហ្នឹងហើយក្រេទី2របស់អាត្មាហើយពិភពហើយទេកាលហ្នឹងគ្រូរ៉ាត់លោកនៅព្រះអនុគុណកាលហ្នឹងមិនគ្រូរ៉ាត់ទេគ្រូរ៉ាត់ហើយលោកគ្រូធំពីរអង្គគ្រូជឿនហើយគ្រូរ៉ាត់ហ្នឹងលោកមុនគង់ពីក្រោយអញ្ចឹងទេសនាទៅចេះតែមើលទៅក្រោយអ្នកធំនៅពីក្រោយទេសនាពីក្រេសតកម្មទាំងអស់ញាតិញោមពិបាកទី1ទេសទី1ហ្នឹងខ្មោចនៅពីមុខយើងទៅពោះខ្លាចខ្មោចទេសលើកទី2អ្នកធំនៅពីក្រោយណែឥឡូវអត់អីទេមើលទៅដូចជាមិនសូវភ័យអីទេណាភ័យរឿងអត់ធัวហើយក្រោយមកទៅចេះតែសំដែងធัวញឹកញាប់ទៅក៏លេងសូវភ័យអាត្មានិយាយចំណុចនេះណាមិនមែនចង់លើកវាតាក់ខ្លួនឯងអីទេគ្រាន់តែចង់លើកញាតិញោមណាពេលប្រសង់សំដែងធัวយើងត្រូវស្ដាប់ដោយគោរពរក្សាសេចក្តីស្ងប់ស្ងាត់ណាដើម្បីឲ្យប្រសង់លោកមានឱកាសសំដែងហើយចុះបើយើងវល់យោយ៉ាដូចខ្មែរនិយាយមិញហ្នឹងនិយាយរឿងពិតណារឿងថាកាលណាញាតិញោមប្រសង់ថ្មីសំដែងធัวញាតិញោមវល់ជជែកគ្នាបាត់ធัวអស់ដូចអាត្មាអីប្រសង់ចាស់អញ្ចឹងទៅអីប៉ុន្តែចាស់ជ្រុលពេកក៏មិនបានទៀតអញ្ចឹងបានទៅឲ្យមុនចាស់ហើយយើងគិតកន្លែងហ្នឹងចាអាត្មាចិត្តតែមុនសំដែងធัวមកប្រាប់ញាតិញោមថាឲ្យស្ដាប់ពធដោយស្ងាត់ហើយប្រសង់មិនសំដែងច្រើនទេញាតិញោមយ៉ាងច្រើនកន្លះម៉ោងអីហ្នឹងគឺអស់ហើយណាកុំឲ្យដល់លោករត់ធោទៅមុខមិនឃើញនៅតែកណាទៀនហ្នឹងយឺតទៅយូរលើសដើមណាឥឡូវយើងធัวហ្នឹងប្រវត្តិប៉ុណ្ណឹងចុះហើយចង់ផ្សារភ្ជាប់មកនឹងអវាទ
ផ្ដាំផ្ញើខ្លះចំពោះញោមញាតិពុទ្ធបរិស័ទយើងទាំងអស់នៅពេលដែលយើងចងដៃបច្ចៅអធិការឲ្យឡើងជាបច្ចៅអធិការណាញាតិញោមណាដូចជាយើងយល់អំពីបន្ទុករបស់ចៅអធិការកាលអាត្មានៅមិនទាន់ដាក់តំណែងសក្រាចអាត្មាមិនសូវហ៊ាននិយាយទេខ្លាចគេថាយើងត្អូញបើឥឡូវអស់សក្រាចហើយនិយាយទៅមិនតោះអីណោះហ្នឹងហើយអស់ទូនទីហើយទុកលំបាករបស់ព្រះចៅអធិការមានច្រើនណាស់ញាតិញោមនៅពេលណាដែលកូនអ្នកស្រុកមកបួសច្រើនសบายចិត្តឃើញមានប្រសង់បួសដើម្បីជាពលលោកសាសនាចឹងទូនាទីរបស់ព្រះចៅអធិការគឺចង់បណ្ដុះឲ្យប្រសង់មានឱកាសសិក្សារៀនសូត្រព្យាយាមពង្រៀនព្យាយាមពន្យល់ប៉ុន្តែអត្តចរិតរបបដូចញាតិញោមចង់អស់មកបាច់ចឹងឈើវាអត់ត្រង់ទាំងអស់ទេអាមួយវាកោងទៅនេះមួយវាកោងទៅនោះហើយយើងរឹបឲ្យចូលតែមកបាច់ពិបាករឹបវិញញាតិញោមនោះដល់ចង់3 4ចំណងនឹងយើងនិយាយពីអស់ហ្នឹងណាដល់មនុស្សនៅពេលដែលនៅជាក្រហមនឹងអ្នកខ្លះស្ថិតក្នុងស្ថានភាពគ្រួសារទីទាល់ក្រអានឹងស្ថានភាពទីទាល់ក្រគឺធ្វើឲ្យមនុស្សមានអត្តចរិតមួយដាច់ដោយឡែកអ្នកខ្លះស្ថិតនៅក្នុងឋានៈគ្រួសារវណ្ណៈគ្រួសារនឹងរៀងធូរទលាយអញ្ចឹងអាគំនិតក្នុងការគិតក្នុងការធ្វើវាមានអត្តចរិតផ្សេងអ្នកខ្លះចេញមកពីគ្រួសារអ្នកមានអត្តចរិតបែបអ្នកមានវាផ្សេងទៀតចឹងដល់តែអត្តចរិតអ្នកទាំង3ទាំង4នឹងបញ្ចូលមកជាមួយគ្នាធ្វើយ៉ាងម៉េចញាតិញោមវាមានបែបបត់បែបផែនផ្សេងគ្នាណាដែលប្រជាអធិការនឹងត្រូវឆ្លៀវឆ្លៀសក្នុងការគ្រប់គ្រងក្នុងការបញ្ញែបញ្យល់មិនមែនងាយស្រួលទេកាលណាយើងសំដែងរដ្ឋបတ်តឹងពេកណាតឹងពេកគេថាម៉េចកាលណាតឹងពេកប្រសងក្រមអាវ៉ាតលោកខឹងលោកស្អប់លោកគុំស្អប់ចៅអធិការស្អប់គ្រូសក្រាចវិន័យតាំងពេករឯងធ្វើអីមិនបានចឹងទៅកាលណាដែលខ្លាចប្រសងខឹងអត់សូវហ៊ាននិយាយហ៊ានស្ដីហ៊ានថាបធូរពេកទៅប្រសងលោកអត់មានស្ដាប់ធ្នាប់វាប៉ះពាល់ដល់បរិស័ទបរិស័ទគេថាម៉េចលោកវត្តនឹងគ្មានវិន័យគ្មានធម៌គ្មានអាគ្មានចេះអីទេហ្នឹងហើយមកពីសក្រាចនឹងអដែរអញ្ចឹងបានជាអាត្មានិយាយពីទុកលំបាកនោះចង់ឲ្យញាតិញោមយល់ដល់ស្ថានភាពរបស់ព្រះសង្ឃទៅជំនាន់ក្រោយទៀតឲ្យយើងចេះជួយចូលរួមជ្រោមជ្រែងទាំងអស់គ្នាយ៉ាងម៉េចនៅពេលដែលយើងចង់ដៃប្រជាអធិការទំនៀមទម្លាប់បុរាណលោកឲ្យយើងហែលោកហេតុអីបានយើងឲ្យហែអត្តន័យនៃពាក្យហែហ្នឹងគឺមានន័យច្រើនន័យសំខាន់មួយដែលយើងចង់សម្ដែងហើយហែដាក់លោកពីមុខក្នុងន័យថាយើងទាំងអស់គ្នាគឺជាអ្នកដើរពីក្រោយលោកដើរពីក្រោយប្រមុខដឹកនាំទុកប្រជាអធិការនោះគឺជាប្រមុខដឹកនាំសម្រាប់គាត់របស់យើងដែលយើងត្រូវឲ្យតម្លៃត្រូវគោរពត្រូវបដិបត្តិណាដើម្បីឲ្យលោកដើរទៅមុខយើងមិនមែនដើរពីយើងដើរក្រោយលោកតែមិនមែនដើរតាមលោកទេពាក្យថាដើរក្រោយនិងដើរតាមខុសគ្នាណាញោមដើរតាមនោះមានន័យថាអត់ដឹងអីទេដឹងតែដើរទៅគាត់បត់តាណាបត់តានឹងបត់តាណាបត់តានឹងអានោះមិនមែនជាទស្សនៈពុទ្ធសាសនាទេទស្សនៈពុទ្ធសាសនាគឺអ្នកតូចដើរពីក្រោយអ្នកធំពាក្យថាដើរពីក្រោយមានន័យថាយើងនឹងដល់ទិសដៅតែមួយក្រាន់តែមួយដើរមុនមួយដើរក្រោយចឹងយើងចឹងណាញោមដូចអាត្មាបួសមុនចឹងមានន័យថាអាត្មាជាអ្នកដើរមុខហើយទិសដៅនៅក្នុងការដើរគឺយកព្រះធម៌ព្រះវិន័យជាទិសដៅព្រះសង្ឃដែលដើរក្រោយគ្រាន់តែលោកដើរពីក្រោយប៉ុន្តែអ្វីដែលជាផលគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់លោកដូចញាតិញោមទាំងអស់គ្នាក៏ដូចគ្នាឃើញទេយើងមកវត្តដូចគ្នាប៉ុន្តែអ្វីដែលយើងអាចទទួលយកបានជាសមត្ថភាពអ្នកខ្លះសុំសិល3ទៅញោមខ្លះសុំសិល5ទៅញោមខ្លះក៏សិល5ជាប់ជានិច្ចទៅសិលញោមខ្លះក៏សិល5ដោយថ្ងៃអីចឹងទៅណានេះជានីតិវិធីទៅគ្រាន់តែខ្លាចចង់បញ្ជាក់ថាយើងយល់អំពីទុក្ខសោកលំបាករបស់ព្រះសង្ឃនឹងហើយយើងជួយសម្រួលដើម្បីឲ្យព្រះសង្ឃនឹងងាយស្រួលបានខ្លះ
lời nó dân miền bao xà la bột cả hai ạc mai chưa ta bờ sông để chơi miền bờ sông ở vạt côn sa buộc còi tiền cả nam miền cả lại sắc xa điên sốt trán bờ sông sờ bồ đòi cà chè đắng cứ mình sơ phơi khâu vì ní kêu bị chia mình sơ của bạ và đảo rồi nó sơ của bạ tu miền này chẳng lấy bàn chật mai chật tập pupia và ca ở miền xà la bà lây lấy bàn ca trồng trên vì nhiệt nhôm chui và sang to tiền làm bây giờ lộc bàn sắc xa điên sốt cốc vào ong thì nhôm đó ở bàn sắc xa điên sốt và to từ xong bây giờ má cá đẹp má bù liếm mà toàn trẻ sọt nè toàn bàn trẻ đó nhìn nhôm mà co khó rọp mà chọc mà rọp trẻ vẫn ắt có là na mùi thế không chùm nào nâng rọp co khó cô khô ngồi những cái rọp tới bên đấy ắt có tùa sọt đấy nè hay chẳng bàn bu hay bàn riêng sâu bàn phần nâng hay lấy bàn nhiệt nhôm và đau và xăng cho non cao ấy nè nó cứ chia tùm bèng nè mà ấy nó được xây tục du tiết cầu viêm bay tập bèng tà na để xây trắng nó thay tập bèng cao nhiệt nhôm đó là cùng là xây dương từng ở kia hay chân dương chui trùng trên dọc chặt tục đạn ấy miền bon miền tiên đây cho room cầm thi năng ở ban co tục đạn đầm lai của song ở ban trơn ở ban thay thôn ô mai trong sầm đây rương đi tiên mua ở nhận nhôm sẽ đạp rương đi tiên đó kia là gì nơi khăn ông sasana rồi bỏ ra sầm mà sam pot bên niệm cốc cả sang thâu bên nó pre bảo po thì sắp và ông cao chỉ sạt mà rắc môi bập hết để sạt mà rắc từng on nó miền po chỉ mây vì miền po đôi mây nó mình sạt mà rắc nó chỉ mây hết vì miền po phần lư về đó chỉ po mây chẳng ai nè hay chẳng tới vì miền thiệp xa đó nhà nhôm hay miền snai như là bông mà rắc nó mình bên đôi chỉ snai cô snai cả bảy đôi chỉ sạt cả đàn thôi mà đa thế snai như là bông mà rắc nó miền snai chỉ pluk việc so khá bao hay ngôn đó chỉ pluk này pluk đầm rây chẳng ai chẳng đầm lại không luôn nó khai nha sạt mà rắc nó nom vông mà rắc từng càng pram rồi nó từ nấu không prey trừ mùi từ nấu không prey trừ nó hay chết từ nay nom côn mà rắc nâng côn mà rắc tôi nâng mà rắc cha và man để nơi các bài nó tha dương từng lại chôn bò để phục smau tam pe về lia nè dương từng lại chôn chặt chanh pe về lia làm bay bò để phục bên đây tha ọt bàn chai cho đôi smau nó ọt trong vậy thà si ở miền miền tam lục đạp lục đôi ở smau cày nó bắt đầu vào to si ở tầm mốc bây giờ đó miền Thái như thế chẳng tới phụ mà rất từng on nước tập bốn lái chưa nhỉ nhộm chưa mê bảo vía còn tới nơi pe để mà rất nâng canh tờ thông tràn lớn mà rất nó chập đàn kịch tẩm phụ dân xong ba sẽ đập mà rất cha nâng xong nè mà rất cha nó đặt vì đây dân tràn rương á smau tràn của cô ở dân si smau tam phen ở dân đa hao tam tùm niêm tùm lo bát miên sẽ đây phiếp đôi sạch ở tây ấy cho ta đâu du tới lên snap tới nóm kia si tập pan năng tới si rồi cái chiết cái nông prey nâng nè choan rồi cái chiết mà chùm luôn nâng rồi choan khôi to tới nè ấy bây giờ ông phun sát bọn đăng thảo sát mật nên nóm sẽ cái đây vì nè đã luôn này chẳng sát mật nên nâu pe na để lên miền vọt bật để bật cho bà ló sát mà rất từng on này nâng đào nơi sẽ đây ăn đài bây giờ ông phun sát bọn đăng thảo vốn nó đặt nóm lên bàn này bọn giang tranh vì vốn nâng tới bọn tới nơi phun muối mua thá sờ văn là mực kìa từ nia phun sờ văn là mực kìa hái đoạn giang tới nơi chờ sốc mà này ai đó sát mà đặt nữa nơi đó phụ mà đặt đầu tiên nó cái năm kia cho tờ si smile admin tự đào cho si rồi cái chuyện nó du vi slug có tới vi slug một đó cho sọc nè phùm cho ở đây thục prey nó nhiều chẳng vậy tờ si du đánh nó việc thục prey nè sọc cái lấy khơi sát mà đặt nó về xa tí mối po rồi xa thì biết sau này như là mình ấy
cái nam kia bầm mạnh tới ấy bầm mạnh tới to lưu sầm lên to kia ta sát mà đặc năng về miền rụp sạt chân về miền chiêm về lọ về miền trăng về lọ trên chốc chơi to kia tới nam kia đánh bầm mạnh bánh rồi tới sàn mà đặc năng có rốt rô cả lại buồn ạt khơi tới rồi đã trong cõi tới rô pra vòng po để sạt na ban bọn riêng rốt để chụp rì chia đồng bày sông rì chia phây nè ní rương ní về bên trai ta tiết tạc mà còn là trong gì ta tê kla tùm liêm tùm lọp và bày nấy đứa có buôn cho bám việc vợ dân lùm bạc vợ càng nghe một chùm núa nữa nè con té ca để vợ tam bài phai nè mới tới việc của bác con té pê để dân vợ tới việc nó món nữ nơi sẽ cái đây sọc đôi khi chỉ môi nâng pra vì này đôi khi chỉ môi nâng và bày nấy tùm liêm tùm lọp nè cái này dân tụm cổ rốc tam vì này tam chắp tam tụm liêm tụm lóp để phơi dân bán nơi cái đầy sọc anh ấy mà còn để chọn động lực đại nhiệt nhôm phần nắng hay bài mà rồi cả nam cha và xong cột bọng đến nè không niệm dân chia và sống không niệm chia và một đặc nam cột bọng rằng không vọt nên nè đặc nam và tê tôi bây chỉ nè đặc nam không vọt khăn tôi khăn thùng yang na cả đói nhưng tôi đăng tha cỏ hoa đây cái khát khom prang prang một vài vòng cung cả nam cha cột bọng nó cứ xoay rọc nó côn nó thô chẳng xong mà dương nâng nơi chia mà lúc đó Buddha Bodhisattva không ca đó là vạn khom prang prang sắc xa riết sốt nơi Buddha vì này rồi bác Prah Sama Samput ở bàn trấn hay đừng tu miên đó Bodhisattva và có đôi thô ở đây đây sầm khăn bầm phốt cứ côn nó thô tầng bay để trong cả na tay tại này nóm nè cục cồn bọt đây ai thua Bodhisattva sờ lánhឬក៏អាចធ្វើឲ្យបរិស័ទពេញចិត្តច្រើនគ្នានោះគឺត្រូវប្រកបដោយគុណធម៌3សំខាន់ទី1គឺសច្ចៈសេចក្តីពិតនៅពេលណាដែលយើងចាប់ដើមកាន់ការងារអ្វីក៏ដោយត្រូវមានសេចក្តីពិតយកអាការពិតនឹងយកមកធ្វើយកមកនិយាយឧទាហរណ៍ដូចច្បាប់ដូចបទបញ្ជាផ្ទៃក្នុងអញ្ចឹងពេលខ្លះបទបញ្ជាផ្ទៃក្នុងពេលដែលយើងចេញហើយប្រជាអធិការនោះកន្លែងខ្លះក៏មានខុសដែរវាបទបញ្ជាផ្ទៃក្នុងមានប៉ុន្តែលោកមួយរៀងស្រឡាញ់អត់ដាក់វិន័យទេលោកមួយធ្វើខុសចឹងដែរដាក់វិន័យអានោះមានន័យថាអត់មានភាពពិតអត់មានភាពជាក់ស្ដែងណាវាខ្វះតម្លាភាពណានឹងយើងត្រូវមើលពីគុណសម្បត្តិប្រសង់នៅក្រៅអវាទនេះខ្ញុំកណាក៏ចង់បញ្យល់ថាសច្ចធម៌គឺការពិតហើយត្រូវចេះអត់ធ្មត់ជាមួយនឹងពាក្យសម្ដីគ្រប់សពបែបយ៉ាងទាំងអស់អ្វីដែលយើងអាចធ្វើបានយើងធ្វើកុំនិយាយឲ្យខ្ពស់ជាងអ្វីដែលយើងធ្វើបានសច្ចៈហ្នឹងគឺពាក្យពិតទី2គឺកតញ្ញូតាត្រូវមានសេចក្តីដឹងគុណយ៉ាងម៉េចមិនទៅដឹងគុណក្រហមមិនដឹងគុណក្រហមដឹងគុណប្រសក់ហ្នឹងទៅគោរពទៅថ្វាយបង្គំទេដឹងគុណហ្នឹងគឺសំដៅថាយើងពិចារណាទៅលើគុណធម៌របស់ក្រហមដែលគាត់ខិតខំប្រឹងប្រែងគោរពបដិបត្តិយើងញោមខ្លះគាត់មានអាយុច្រើនណាអាត្មានិយាយដល់ចំណុចនេះនឹកឃើញអាត្មាមានភួយមួយភួយហ្នឹងគឺជាភួយសម្លេងក្រាស់ហ្នឹងជារបស់លោកតាបាសក់ឈិនប្រគេនអាត្មាតាំងពី10គិតទៅ13ឆ្នាំប្រគេនតាំងពីអាត្មានៅគ្រូសូត្រភួយហ្នឹងអត់តន់ចោលទេនៅប្រើទូរស័ព្ទថ្ងៃហេតុអីបានអាត្មាប្រើអាត្មាចេះនឹកឃើញគាត់យកជាយកភួយហ្នឹងមកប្រគេនអាត្មាគាត់ស្ពាយមកកាត់ថ្ងៃក្តៅមកអាត្មានៅគង់ក្រោមម្លប់ឈើនៅក្រោមដើមបារាំងហ្នឹងឃើញគាត់ស្ពាយមកគាត់អត់សូវមានម៉ូតូមានអីដុបទេគាត់ច្រើនតែដើរគាត់ស្ពាយភួយហ្នឹងមកយកមកប្រគេនអាត្មាចាប់ភួយហ្នឹងអាត្មាចាប់គិតថាអាត្មាអញមិនធ្លាប់បានរែកទឹកមកម្រែកឲ្យគាត់ទេ
អាត្មាអញមិនធ្លាប់ដែលបានធ្វើអ្វីដែលជាប្រយោជន៍ដល់គាត់ទេចុះហេតុអីក៏គាត់គោរពអញម្ល៉េះហេតុអីក៏គាត់ស្រឡាញ់អញម្ល៉េះភួយមួយមានតម្លៃប្រហែលជា5-6ម៉ឺនប៉ុណ្ណេះតែចៅគេឲ្យគាត់សុខចិត្តយកមកប្រគេនអញដូច្នេះអញគួរតែធ្វើសេចក្តីល្អណាមួយតបចំពោះគាត់វិញឲ្យសមតាមបំណងដែលគាត់ធ្វើអញ្ចឹងអ្វីដែលគាត់ចង់បានគឺចង់បានឲ្យយើងជាព្រះសង្ឃមានការសិក្សារៀនសូត្រព្រះធម៌ព្រះវិន័យឲ្យបានល្អបានត្រឹមត្រូវបញ្យល់ដល់ពុទ្ធបរិស័ទញ៉ាំងសេចក្តីរុងរឿងឲ្យកើតមានក្នុងវត្តអញ្ចឹងបានជាអាត្មានឹកឃើញដល់ចំណុចហ្នឹងអាត្មាគិតថាអាត្មាធ្វើសេចក្តីល្អខ្លះដើម្បីតបគុណគាត់ណាអញ្ចឹងបានជាអីមានប្រសង់តូចមួយចំនួនទៀតលោកប្រាប់អាត្មាថាលបងអើយតាងគាត់ទៅយកភួយមកចង់ជួបលបង2 ដង 3 ដងយកមកជួបទៅវិញយកមកជួបទៅវិញណានេះយើងចង់និយាយអំពីកតញ្ញូតែបិទតែកតញ្ញូការដឹងគុណអ្នកដទៃមែនប៉ុន្តែការសិក្សាអំពីគុណរបស់អ្នកដទៃធ្វើឲ្យចិត្តរបស់យើងមានភាពស្ងប់សុខដូចគ្នាជាមួយញោមញាតិក៏ដូចគ្នាដែរនៅពេលណាដែលយើងនៅចិត្តខាងគ្នានៅពេលណាដែលយើងនៅជាមួយគ្នានៅពេលណាដែលយើងចាប់ផ្ដើមធ្វើការអ្វីមួយក៏ដោយយើងពិចារណាអំពីគុណធម៌របស់គ្នានឹងគ្នាសិនពេលណាដែលយើងចាប់ផ្ដើមមើលគុណសម្បត្តិគ្នាឲ្យឃើញហើយពេលនោះចិត្តរបស់យើងនឹងត្រជាក់ពេលណាដែលយើងមើលឃើញគុណធម៌របស់គ្នានឹងគ្នាហើយចិត្តត្រជាក់ហើយទៅមើលអាគុណវិបត្តិតិចនោះឃើញទៅវាធម្មតាឧទាហរណ៍ថាបើយើងខឹងអ្នកណាម្នាក់ចាប់អារម្មណ៍ពុតទៅដល់មើលរឿងអាក្រក់យូរតែម្ដងអាហ្នឹងគឺបាត់ដែរតែមើលរឿងអាក្រក់មុនមើលរឿងល្អលែងឃើញអញ្ចឹងទល់តែមើលរឿងល្អឲ្យឃើញសិនណាដូចប្រសងក៏ចឹងដែរកាលណាយើងដូចគណៈកម្មការចាកាលណាយើងចេះមើលគុណសម្បត្តិគ្នាទៅវិញទៅមកណាញោមខ្លះច្រើនរិះគន់អាចារ្យនិយាយកាន់ជើងអាចារ្យទៅចុះថ្ងៃនេះតាមពិតបើយើងនិយាយឲ្យដល់តាអាចារ្យនេះគាត់ជំនួសមុខឲ្យញាតិញោមច្រើនណាជំនួសប្រយោជន៍មិនឥឡូវសួរថាញាតិញោមទាំងអស់គ្នាអាចមកវត្តមើលការងារខុសត្រូវហើយវត្តនោះវត្តរបស់យើងទាំងអស់គ្នាប៉ុន្តែយើងបានមកមើលមកថែអត់ទេអត់មានទេអញ្ចឹងគាត់មានតួនាទីជំនួសមុខឲ្យញាតិញោមសម្រាប់ស្គាល់សុខទុក្ខប្រសង់ឃើញទេគុណសម្បត្តិគាត់ធ្វើហ្នឹងជំនួសយើងអញ្ចឹងយើងចង់បានប្រសង់ល្អគណៈកម្មការចារហ្នឹងគាត់មានតួនាទីជួយជ្រោមជ្រែងយើងហើយនាំព័ត៌មានពីប្រសង់នេះចំណុចលំបាករបស់ប្រសង់នេះគណៈកម្មការចារគាត់នាំព័ត៌មានពីហ្នឹងទៅប្រាប់ដល់យើងវិញអញ្ចឹងនឹងជាគុណតម្លៃរបស់គាត់ជាពេលវេលាដែលយើងគិតថាយើងអត់មានពេលធ្វើរឿងអស់ហ្នឹងទេប៉ុន្តែអ្នកខ្លះអត់ទេចាប់ផ្ដើមពឹបមើលងាយគណៈកម្មការចារវាមានមួយចំនួនដែរថ្មមិននិយាយទាំងអស់ទេណាអញ្ចឹងកាលណាគាត់មានគុណតម្លៃនោះយើងចេះមើលអញ្ចឹងទៅយើងចេះថ្លាត្រេកអរជាមួយគាត់ណាហើយជួនកាលរឿងយជីវត្តនិយាយដល់យជីទៀតហ្នឹងហើយយជីវត្តបើយើងគិតទៅសុខទុក្ខប្រសង់ញាតិញោមស្រឡាញ់ប្រសង់ចង់ឲ្យប្រសង់សុខសប្បាយប៉ុន្តែអ្នកដែលដើរតួនាទីជាអ្នកថែទាំប្រសង់ជំនួសយើងបែរជាយើងអត់នាំគ្នាសរសើរយើងនាំគ្នារិះគន់ទៅវិញញាតិញោមសាកគិតតិចមើលតើយើងកំពុងតែធ្វើបាបខ្លួនឯងទាំងប្រយោលអត់បានដឹងណាស្រឡាញ់ប្រសង់ណាកាលណាចង់ឲ្យប្រសង់នឹងសុខសប្បាយចង់ឲ្យគុណបួសយូរហើយយើងអត់មានពេលមកធ្វើរឿងទាំងអស់ហ្នឹងទេអញ្ចឹងយាយជីហ្នឹងហើយគាត់ជំនួសមុខឲ្យយើងណាអាចធ្វើការងារហ្នឹងជំនួសយើងមានការដឹងសុខទុក្ខប្រសង់ពេលខ្លះណាអ្នកដែលខំប្រឹងមកធ្វើការងារវត្តហ្នឹងវាបែរទៅជាទទួលការរិះគន់អីទៅវិញទៅអាហ្នឹងក៏មាននេះជាសិទ្ធតែជាផលលំបាកដែលយើងគួរណាស់តែចូលរួមដោះស្រាយទាំងអស់គ្នាដើម្បីឲ្យវិស័យពុទ្ធសាសនាយើងរីកចម្រើនហើយណាកម្មណានដាស់តឿនដល់ចំណុចប៉ុណ្ណេះចង់និយាយពីកតញ្ញូហ្នឹងគឺចេះមើលគុណតម្លៃគ្នាទៅវិញទៅមកណាសំបីប្តីប្រពន្ធក៏ដោយនិយាយធ្វើដូចតែមានហ្នឹងណា
ហ្នឹងហើយទេបើចេះមើលគុណសម្បត្តិគ្នាទៅអត់ងាយទៅណាមកណាគឺនឹកអាឡ័យណាព្រោះរូបសម្បត្តិពេលដែលចាស់គឺប្រែប្រួលហើយប៉ុន្តែគុណសម្បត្តិគឺកាន់តែច្រើនមែនទេញាតិញោមរូបសម្បត្តិនៅពេលដែលចាស់គឺចាប់ផ្ដើមបាត់ទៅហើយពេលដែលស្រឡាញ់គ្នា18 19គឺយើងស្រឡាញ់រូបសម្បត្តិប៉ុន្តែនៅពេលដែលយើងរស់នៅជាមួយគ្នាដល់ចាស់គឺយើងរស់នៅជាមួយគុណសម្បត្តិមិនមែនរស់នៅមួយរូបសម្បត្តិទេព្រោះរូបសម្បត្តិវាចាស់ហើយវាបាត់ហើយតែពេលដែលមើលគុណសម្បត្តិទៅអូយាយអញគុណសម្បត្តិច្រើនណាអាវខោអញមកពីធ្វើការក៏បានយាយគូឲ្យហ្នឹងបាយទឹកនំចំណីអីមើលទៅទោះបីហូបនៅផ្សារក៏មិនត្រូវមាត់ដូចយាយអញធ្វើអញ្ចឹងទៅវាចេះតែមើលឃើញគុណតម្លៃគ្នាមើលទៅតាអញដូចពេលអញឈឺអីបានតាដូចដឹងជាងកូនក្រាន់ដើរហ្នឹងណាមានន័យថាយើងរស់នៅជាមួយគុណសម្បត្តិមិនមែនរស់នៅជាមួយរូបសម្បត្តិទេណាហើយដល់ពេលប្រសងក៏ចឹងជួយយើងរស់នៅជាមួយគ្នាដោយគុណសម្បត្តិចេះស្រឡាញ់ចេះរាប់អានគ្នាដោយគុណសម្បត្តិនឹងឯងចេះមើលគុណសម្បត្តិគ្នាទៅវិញទៅមកទៅអាត្មាញាតិញោមបើសិនជាគិតពីអាត្មាបួសអាត្មារនឹកថាពេលវេលាណាមួយដែលអាត្មានិយាយដើមម្ចាស់អត់មានទេអាត្មាអត់ដែលនិយាយចាអាត្មាអត់ដែលអាក្រក់ពីព្រោះអាត្មាគិតថារឿងអាក្រក់ខ្លះវាមានហើយសំបីខ្ញុំកណាអាត្មានឹងក៏មិនមែនខ្លួនឯងល្អគ្រប់សពដែរណាប៉ុន្តែមើលគុណសម្បត្តិនឹងឲ្យច្រើនណារឿងអានឹងរឿងកតញ្ញូនោះចង់និយាយអញ្ចឹងកតញ្ញូនោះមិនមែនសំដៅទៅលើដឹងគុណកើតអីទេណានិយាយពីគុណសម្បត្តិគ្នាទៅវិញទៅមកទេសច្ចកតញ្ញូមកដល់ធម៌ទី3គឺខន្តីសេចក្តីអត់ធន់រឿងខ្លះត្រូវតែអត់ធន់នេះញាតិញោមវាមិនដូចចិត្តយើងទេណាសំបីមិនបាច់និយាយដល់អ្នកដទៃទេសំបីតែខ្លួនឯងម្នាក់ហ្នឹងញាតិញោមពេលខ្លះដើមឈើមួយដើមអាត្មាដាំខ្លួនឯងដាំថែ2-3ឆ្នាំដើមឈើនឹងធំតិចមកទៅតោះចិត្តដល់មិនសមដល់កន្លែងហ្នឹងសោះដើមឈើហ្នឹងកោះតែខ្លួនឯងដាំតែខ្លួនឯងអានេះយើងគិតតែគ្រាន់តែចិត្តខ្លួនយើងឧបមាអត់ត្រូវហើយចូលតម្រាំចិត្តអ្នកដទៃពេលខ្លះអ្នកនិយាយមកមិនដូចចិត្តយើងទាំងអស់ទេអញ្ចឹងញាតិញោមមិនដូចគ្នាទេហ្នឹងហើយដែលយើងត្រូវអត់ធន់យកសេចក្តីអត់ធន់ដាក់ក្នុងចិត្តឲ្យត្រជាក់ចាំនិយាយអញ្ចឹងរឿងខ្លះអាចដោះស្រាយបានណាអាចដោះស្រាយបានរឿងខ្លះក៏អាចអភ័យបានក៏អភ័យទៅនឹងទៅយើងអាចរស់នៅជាមួយគ្នាព្រោះវត្តអារាមវៀតណាមគេមានសភាសិតមួយគេថាចិនងើយមួយអីជួនទៀតណាមានន័យថាមនុស្ស9ចិត្ត10គំនិត10មនុស្ស9គំនិត10មានន័យថាគំនិតច្រើនជាងចំនួនមនុស្សគំនិតច្រើនណាមនុស្សម្នាក់ហើយចុះតម្រាំមនុស្សមកជើងវត្តបរិស័ទប្រមាណញាតិញោមគិតតែគ្រួសារជើងវត្តជាង1000គ្រួសារអញ្ចឹងបើយើងគិតពីចំនួនមនុស្សប្រមាណ1000នាក់នោះអញ្ចឹងបើយើងគិតពីប្រមាណ1000នាក់ហ្នឹងគំនិតប្រមាណហើយយកមកដាក់នៅកន្លែងនេះគឺអត់អញ្ចឹងมันអាចត្រូវគ្នាទាំងអស់ទេចំណុចហ្នឹងហើយដែលអាត្មានិយាយថាមេដឹកនាំត្រូវតែមានខន្តីសេចក្តីអត់ធន់ដើម្បីធ្វើការងារនឹងមួយឲ្យជោគជ័យអត់ធន់ដើម្បីដោះស្រាយអត់ធន់ដើម្បីស្វែងរកដំណោះស្រាយដើម្បីធ្វើការងារនឹងឲ្យប្រព្រឹត្តទៅបានអញ្ចឹងញាតិញោមនឹងអញ្ចឹងមេដឹកនាំត្រូវមានគុណសម្បត្តិ3ហ្នឹងគុណចាស់គ្រប់ព្រះអង្គនេះខ្ញុំកណាតរដាស់រំលឹកថាសច្ចៈពាក្យពិតកតញ្ញូការដឹងគុណការមើលគុណសម្បត្តិគ្នាខន្តីសេចក្តីអត់ធន់ណាអញ្ចឹងការណាប្រសង់ក៏មានគុណធម៌ប្រសក់ក៏មានគុណធម៌នឹងរស់នៅជាមួយគ្នាដោយសេចក្តីស្រឡាញ់រស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្តហើយណាហើយវាផ្សំនឹងពាក្យស្លោកមួយថាអាចារ្យស្មោះត្រង់ប្រសង់បរិសុទ្ធវត្តរុងរឿងអញ្ចឹងខ្ញុំសូមអនុមោទនាណាទេសនាប៉ុណ្ណឹងចុះតែចំណុចចុងក្រោយគឺសូមឲ្យញាតិញោមមានសាមគ្គីភាពចេះជួយគ្នាទៅវិញទៅមកញាតិញោមណាហ្នឹងហើយខ្ញុំកណាម្ចាស់សម្ដែងធម៌
ទេសនាប៉ុណ្ណេះក៏សំគួរពេលវេលានឹងបញ្ចប់ហើយកន្លះម៉ោងហើយប៉ុន្តែមុននឹងបញ្ចប់ទស្សទេសនាខ្ញុំប្រកាសចាស់សូមប្រម៉ែប្រមូលបុណ្យកុសលដែលកើតចេញពីការសម្ដែងពធទេសនាក្នុងឱកាសនេះមួយចំណែកគឺផ្សារភ្ជាប់នឹងបុណ្យកុសលដែលខ្ញុំកណាបានបំពេញក្នុងព្រះសាសនានេះសូមលើកជូនញាតិញោមពុទ្ធបរិស័ទទាំងអស់ប្រគេនកណាគ្រប់ព្រះអង្គសូមបានចំណែកបុណ្យបានរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនីអាយ៉ាងធម្មទេសនានិតេតាពធទេសនាកុសលមតចប់ដល់សង្ខេបត្រឹមប៉ុណ្ណេះឯងអេវ៉ាំង